ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវិធីធ្វើនំសរសៃមាសនំនេះគឺនៅក្នុងចំណោមនំថងយ៉តថងយីបជាមួយនឹងគ្រាប់ខ្នុរហើយជានំដែលស្រួលធ្វើជាងគេក្នុងចំណោមហ្នឹងតោះឥឡូវនេះយើងចូលមកមើលពីវិធីធ្វើដែលដំបូងហ្នឹងគឺខ្ញុំដាំទឹកស្ករជាមុនសិនដែលខ្ញុំប្រើស្ករសហ្នឹងចំនួន1គីឡូជាមួយនឹងអំបិលកន្លះស្លាបព្រាកាហ្វេរួចហើយចាក់ទឹកអប់ផ្កាម្លិះហ្នឹងចំនួន1លីត្រចូលបន្ទាប់មកគឺយើងត្រូវបើកភ្លើងហើយកូរស្ករសហ្នឹងឲ្យរលាយរួចហើយដាក់ស្លឹកតើយមួយដុំចូលហើយត្រូវរំងាស់វាប្រហែលជា5ទៅ6នាទីចំពោះទឹកអប់ផ្កាម្លិះដែលខ្ញុំយកមកប្រើហ្នឹងគឺខ្ញុំយកផ្កាម្លិះត្រាំជាមួយនឹងទឹកដាក់ទុកនៅក្នុងទូទឹកកកហ្នឹងរយៈពេល1យប់ហើយបន្ទាប់ពីរំងាស់ទឹកស្កររួចហើយគឺយើងដួសវាចេញប្រហែលជា4ទៅ5វែកដើម្បីទុកត្រាំនំចំពោះនំសរសៃមាសដែលខ្ញុំធ្វើនេះគឺខ្ញុំប្រើពងទាហ្នឹងចំនួន10គ្រាប់ហើយយើងត្រូវគោះបំបែកពងទាហ្នឹងឲ្យអស់សិនហើយនៅពេលដែលគោះពងទាហ្នឹងគឺយើងត្រូវប្រុងប្រយ័ត្នបន្តិចដើម្បីកុំឲ្យពងក្រហមហ្នឹងវាបែកលាយចូលជាមួយនឹងពងសបន្ទាប់ពីគោះបំបែកពងទារួចហើយគឺយើងដួសយកពងសខ្លះទុកលាយជាមួយនឹងពងក្រហមនៅពេលក្រោយហើយដួសយកតែពងសដែលរាវៗប៉ុណ្ណោះអត់យកពងសដែលខាប់ជាប់ទៅនឹងពងក្រហមនោះទេបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមបំបែកពងក្រហមចេញពីពងសហើយត្រូវយកពងសដែលនៅជាប់នឹងពងក្រហមហ្នឹងចេញទាល់តែអស់រួចហើយគឺយើងយកពងក្រហមនេះយកទៅដាក់នៅក្នុងកំណាត់ឬក៏កន្ត្រងដើម្បីច្រោះហើយបន្ទាប់ពីញែកពងសចេញពីពងក្រហមរួចហើយគឺយើងត្រូវវាយបំបែកពងក្រហមហ្នឹងឲ្យអស់បន្ទាប់មកទៀតគឺយើងដួសពងសដែលយើងបានដួសទុកមុនហ្នឹងប្រហែលជា2ស្លាបព្រាបាយយកមកដាក់ចូលរួចហើយគឺយើងកូរវាចូលគ្នាហើយបន្ទាប់ពីកូរចូលគ្នាបានសព្វហើយគឺយើងចាប់ផ្ដើមច្របាច់ពងក្រហមហ្នឹងចេញពីក្នុងកំណាត់នៅពេលដែលច្រោះពងក្រហមរួចហើយគឺយើងយកទៅចាក់ដាក់ចូលនៅក្នុងថង់មួយហើយថង់នេះគឺជាថង់សម្រាប់បាញ់គ្រីមប្រសិនបើបងប្អូនអត់មានទេគឺអាចប្រើជាថង់អត់ដៃធម្មតាក៏បានដែរហើយនៅពេលដែលយើងយកទៅរោយពីលើទឹកស្ករហ្នឹងគឺគ្រាន់តែកាត់គូតថង់បន្តិចទៅគឺយើងអាចប្រើបានដូចគ្នាចំពោះការធ្វើនំសរសៃមាសនេះគឺយើងត្រូវយកពងក្រហមហ្នឹងមករោយពីលើទឹកស្ករជារង្វង់ហើយនៅពេលដែលរោយបានសមល្មមដែលចង់បានហើយចាំយើងជប់រោយរួចហើយគឺយើងទុកវាចោលនៅលើទឹកស្ករហ្នឹងមួយសន្ទុះសិនចាំស្រង់ឡើងហើយទឹកស្ករនេះនៅពេលដែលយើងរោយពងក្រហមហ្នឹងគឺយើងត្រូវតែឲ្យវាពុះរាងខ្លាំងបន្តិចដើម្បីកុំឲ្យនៅពេលដែលយើងរោយទៅធ្វើឲ្យសរសៃនំហ្នឹងវាដាច់ហើយទឹកស្ករនេះរាល់ពេលដែលយើងស្រង់នំចេញហ្នឹងគឺយើងត្រូវបន្ថែមទឹកធម្មតាបន្តិចព្រោះយើងទុកវាចោលយូរបែបនេះគឺធ្វើឲ្យទឹកស្ករហ្នឹងវារីងអស់ហើយនំនេះបន្ទាប់ពីស្រង់ឡើងហ្នឹងគឺយើងយកទៅជ្រលក់ចូលទៅក្នុងទឹកស្ករដែលយើងបានដួសទុកហ្នឹងដើម្បីឲ្យនំហ្នឹងរាងត្រជាក់ហើយឥឡូវហ្នឹងគឺឃើញថាវិធីនៃការធ្វើនំសរសៃមាសនេះក៏បានរួចរាល់ហើយប្រសិនបើមានកំហុសឆ្គងក្នុងកន្លែងណាក៏សូមអធិស្ឋានផងសូមអរគុណ